បុរសដែលត្រូវអាជ្ញាធរចាប់ខ្លួនដោយសង្ស័យថាបានប្រើពាក្យញុះញង់ប្រកាន់ជាតិសាសន៍ដែលឈានដល់ការព្រួតគ្នាវាយលើជនជាតិវៀតណាមម្នាក់ស្លាប់បន្ទាប់ពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនារាត្រីថ្ងៃទី15ខែកុម្ភៈត្រង់ចំណុចមួយលើកំណាត់ផ្លូវជាតិលេខ2ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យក្រុងភ្នំពេញបានលើកឡើងថាការចាប់ខ្លួនរូបលោកពេលនេះគឺជារឿងអយុត្តិធម៌ព្រោះលោកមិនបានស្រែកញុះញង់ឲ្យស្អប់ជាតិសាសន៍នោះទេចំណែកភរិយាជនរងគ្រោះវិញបានអំពាវនាវឲ្យអាជ្ញាធររកយុត្តិធម៌ឲ្យប្តីរបស់ខ្លួនហើយថាបើគ្មានការញុះញង់ថាយួនវាយខ្មែរទេនោះប្តីអ្នកស្រីក៏មិនត្រូវគេវាយស្លាប់អញ្ចឹងដែរលោកយាងសុជាមេតាមានសេចក្តីរាយការណ៍ពិស្ដាបុរសដែលត្រូវអាជ្ញាធរចាប់ខ្លួនឈ្មោះប៊ុនច័ន្ទវុធាអាយុ52ឆ្នាំនៅថ្ងៃទី19កុម្ភៈបានច្រានចោលចំពោះការចោទប្រកាន់មកលើរូបលោកថាបានញុះញង់ឲ្យមានការរើសអើងជាតិសាសន៍លោកប៊ុនច័ន្ទវុធាមានមុខរបរជាប្រធានគណនេយ្យនៅក្រុមហ៊ុន Thari Import Export និងជាគ្រូបង្ហាត់គណនេយ្យក្រៅម៉ោងផងនោះលោកបានរៀបរាប់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅយប់ថ្ងៃទី15កុម្ភៈថានៅម៉ោងប្រមាណជា9យប់លោកកំពុងបរិភោគអាហារនៅក្នុងផ្ទះពេលនោះស្រាប់តែឃើញមានក្រុមមនុស្សរត់សម្រុកចេញទៅក្រៅថ្នល់លោកក៏បានសួរថាមានរឿងហេតុអ្វីកើតឡើងពេលនោះអ្នកជិតខាងបានប្រាប់លោកថាមានក្មេងស្រវឹងស្រាជិះម៉ូតូទៅបុកគូតឡាននៅទល់មុខផ្ទះរបស់លោកថាពេលនោះលោកក៏បានចេញទៅក្នុងបំណងមិនមែនដើម្បីមើលគ្រោះថ្នាក់ចរាចរណ៍នោះទេគឺក្នុងបំណងដើម្បីហៅកូនឲ្យចូលផ្ទះវិញហើយនៅពេលដែលលោកកំពុងដើរទៅកាន់ថ្នល់នោះស្រាប់តែមានស្ត្រីម្នាក់រត់មកប្រាប់លោកថាកូនប្រុសរបស់លោកត្រូវបានគេវាយពេលទៅដល់លោកក៏បានចូលឃាត់មិនឲ្យឆ្លោះគ្នាស្រាប់តែលោកក៏ត្រូវបានគេវាយតែម្ដងកូនខ្ញុំពីឆ្លងពីផ្ទះឪពុកខ្ញុំបង្កើតនៅខាងក្រោយខាងកើតថ្នល់ហើយខ្ញុំនៅខាងលិចផ្ទះម្ដាយក្មេងដល់គ្នាមកគេសុំចូលទៅថាបងខ្ញុំសុំចូលស្រកផ្ទះខ្ញុំផងអញ្ចឹងខាងពីតាមស្វឹងទៅវាបុកគូតឡានគេហើយវាអត់នេះវាបករត់មកបុកគេខាងក្រោយទៀតច្រាស់ហ្នឹងហើយដល់អញ្ចឹងវាក៏ស្ទុះច្រាំហើយវាកូនខ្ញុំទៀតហើយខ្ញុំឃើញអញ្ចឹងហើយមានប៉ូលីស3នាក់នៅចៅខ្នងហ្នឹងគឺអន្តរាគមន៍ហ្នឹងគឺអត់ឈ្នះខ្ញុំក៏ចូលទៅខត់ថាគុំធ្វើអញ្ចឹងប៉ូលីសនៅនឹងដោះស្រាយគ្នាទៅព្រោះថ្នាក់ចរាចរណ៍ទេកុំវាយតោះគ្នាគាត់និយាយប៉ុណ្ណឹងគេវាយខ្ញុំដួលហើយឈៀងវត្តបែកភ្នែកហៅពុកហើយខ្ញុំជឿខ្ញុំពិការជើងឆ្វេងផងគាត់តែច្រាំខ្ញុំដួលបាត់ហើយលោកប៊ុនច័ន្ទវុធាបាននិយាយបន្តថាបន្ទាប់ពីលោកត្រូវបានគេវាយដួលហើយនោះលោកក៏មិនបានស្រែកថាយួនវាយខ្មែរដើម្បីប្រកោកប្រកាសនោះឡើយដល់ហើយទៅប្រាប់ថាអ្នកនៅចិត្តនឹងគេឃើញយួននឹងទុកចាក់ខ្ញុំអញ្ចឹងអ្នកម៉ូតូទុកនឹងអ្នកដំណើរនៅចិត្តខាងហ្នឹងគេនិយាយថាយួនបែកខ្មែរមិនជួយខ្មែរវាឯងផងមហាជនធ្វើដំណើរតាមនឹងអ្នកចិត្តខាងម៉ូតូទុកនឹងគេជួយចាប់ខ្ញុំហើយច្រានពួកយួននឹងបែកវាខ្លះទៅគេរត់ទៅអស់ទៅពេលដែលពួកយួននឹងរត់អស់មហាជនចាប់បានអាយុម្នាក់ក្នុងបពុក្នុងចំណោមហើយខ្ញុំក៏ដឹកដៃវាទៅឲ្យប៉ូលីស3នាក់ហ្នឹងប្រាប់ថាឥឡូវដល់ប្រៃវាធ្វើកំណត់ហេតុដើម្បីបញ្ចប់រឿងទៅហើយឲ្យគាត់សងខ្ញុំដែលខ្ញុំត្រូវរបួសហ្នឹងដើម្បីបញ្ចប់រឿងកុំឲ្យគុំគូនគ្នាលោកប៊ុនច័ន្ទវុធាបានរៀបរាប់ថាបន្ទាប់ពីលោកនិងជនជាតិវៀតណាមដែលត្រូវពលរដ្ឋចាប់បានហើយដែលគេស្គាល់ថាមានឈ្មោះហុងនោះក៏បានឡើងជិះរមាក់កង់3រួមនឹងជាមួយប៉ូលីសផងដែរបានជិះទៅសាលាសង្កាត់ចាក់អង្រែលើដើម្បីធ្វើការដោះស្រាយខ្ញុំក៏ធ្វើដំណើរទៅដល់ប៉ូលីសចាក់អង្រែលើសង្កាត់ចាក់អង្រែលើខាងប៉ូលីសសួរខ្ញុំថាដាក់ពាក្យបណ្ដឹងគាត់អត់ខ្ញុំថាបើមិនចាំបាច់ទេមិនទេគាត់នៅថាលើសម្របសម្រួលគ្នាសងលុយទៅជនជាតិវៀតណាមក៏ព្រមសងខ្ញុំ$50ហើយខ្ញុំក៏ពុំនិយាយទទួលលុយថាទៅផ្ដិតនេះដែរធ្វើឯកសារផ្ដិតនេះដែរទៅចោលទៅចាប់តែមានលឺសូគេទេលេហ្វូនមកប៉ូលីសថាមានជនជាតិវៀតណាមម្នាក់របួសសន្លប់ហើយអញ្ចឹងប៉ូលីសក៏ដកកម្លាំងទៅមើលដល់អញ្ចឹងបើស្ទុះមួយទៀតលឺសូវិទ្យុអាយនីប៉ូលីសហ្នឹងគេថាជនជាតិវៀតណាមហ្នឹងងាប់នៅក្នុងសាដៃបានស្លាប់ទៅហើយដល់មានក្រុមជនមួយក្រុមទៅវាយសម្លាប់នៅក្នុងនោះខ្ញុំនៅក្នុងប៉ូលីសហ្នឹងខ្ញុំនៅកន្លះម៉ោងមុនកើតហេតុតែមានមនុស្សស្លាប់នៅទីទៀតហើយមានប៉ូលីសដឹងឮអីសពគ្រប់ទាំងអស់បន្ទាប់មកប៉ូលីសក៏បង្វែររឿងហ្នឹងថាលែងដោះស្រាយរឿងចរាចរណ៍ហើយបានដាក់ពាក្យខត់ខ្លួនខ្ញុំបុរសជនជាតិវៀតណាមដែលត្រូវបានគេព្រួតវាយឲ្យស្លាប់នោះឈ្មោះត្រឹងវ៉ាងជាងអាយុ30ឆ្នាំប្រកបរបរជាជាងឈើរស់នៅក្រុមទី39តាមតំបន់ក្បែរមាត់ច្រាំងទន្លេបាសាក់ជាប់របងខាងក្រោយវត្តចាក់អង្រែក្រោមស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យក្រុងភ្នំពេញលោកវ៉ាងជាងបានរៀបការជាមួយអ្នកស្រីម៉ែនស៊ីណាតជាប្រជាពលរដ្ឋខ្មែរមកពីខេត្តស្វាយរៀងហើយសប្តាហ៍ថ្ងៃអ្នកស្រីមានផ្ទៃពោះ8ខែទៅហើយបើតាមភរិយារបស់លោកត្រឹងវ៉ាងជាងបានកើតនៅក្នុងប្រទេសកម្ពុជាសាច់ញាតិនិងអ្នកជិតខាងរបស់លោកត្រឹងវ៉ាងជាងបានរៀបរាប់ឲ្យដឹងថា
នៅមុនពេលកើតហេតុនោះលោកត្រឹងវ៉ាងជាងបានស្ថិតនៅផ្ទះក្រោយមកលោកបានទទួលទូរស័ព្ទប្រាប់ថាប្អូនប្រុសរបស់លោកឈ្មោះត្រឹងវ៉ាងតឹងមានគ្រោះថ្នាក់ចរាចរណ៍ពេលនោះលោកត្រឹងវ៉ាងជាងក៏បានចេញទៅមើលប្អូនជាមួយអ្នកជិតខាងប្រមាណជិត10នាក់ផ្សេងទៀតប៉ុន្តែនៅពេលទៅដល់ឃើញថាអ្នកដែលមានគ្រោះថ្នាក់ចរាចរណ៍នោះគឺមិនមែនជាប្អូនប្រុសរបស់លោកទេតែជាមិត្តភក្តិប្អូនប្រុសរបស់លោកឈ្មោះដុងទៅវិញពួកគេថាក្រោយមកមានបុរសចាស់ម្នាក់ដែលឥឡូវត្រូវបានប៉ូលីសចាប់ខ្លួនដែលនេះគឺគេសម្ដៅទៅលើលោកប៊ុនច័ន្ទវុធា បានស្រែកថាយួនវាយខ្មែរហើយនៅពេលនោះក៏មានក្រុមម៉ូតូឌុបបានសម្រុកចូលមកដេញតាមវាយក្រុមវៀតណាមតែម្ដងទៅប៉ុន្តែមូលហេតុមកក៏ស្រែកយួនវាយខ្មែរហើយយួននៅវាយខ្មែរនៅស្រុកគេbịហ៊ានវាយខ្មែរខ្ញុំសួរសិនយួនវាយខ្មែរយួននៅហ៊ានវាយខ្មែររាល់ថ្ងៃខ្ញុំសួរហីឯងខ្ញុំមិនមែនម៉ូតូឌុបនេះក៏អ្នកធ្វើដំណើរស្រែកទេអញ្ចឹងគេថាតានឹងស្រែកហ្មងគឺផ្ទាល់ទេឃើញផ្ទាល់ទេខ្ញុំវាអត់ឃើញដែរខ្ញុំនិយាយត្រង់ណាខ្ញុំមិនឃើញដែរបើពួកថាតានឹងស្រែកបានមានរឿងព្រោះអីស្អីនោះអត់មានរឿងទេអាវាតោឡានរបស់គ្នាវាទៅអស់ហ្នឹងអាឡានរត់ទៅបាត់ហ្នឹងមាននៅណាហើយដឹកអានឹងទៅពេទ្យហើយដល់តានឹងស្រែកគេឃើញអ៊ូហ្នឹងគេមើលតានឹងស្រែកថាយួនវាយខ្មែរបានមានរឿងមកវាមានរឿងអីទៅអស់យួនវាយខ្មែរក៏រត់ទៅបានគេរត់ហ្នឹងគេថាយួនវាយខ្មែរគេរត់បានគេរត់តាមកន្លែងអត់ងាប់ទេអានឹងវាខ្លាចគេវាយគេរត់ចូលហែមហ្នឹងដូចវារត់ទៅរហូតកន្លែងព្រោះវារត់ចូលហែមហ្នឹងហើយនៅតែវាយគ្នាតលងាប់បើថានឹងប្លន់មេចោអីខ្ញុំថាវាយងាប់ខ្ញុំថាអានឹងមនុស្សខូចអានេះគ្នាតទេវាយគ្នាអាណិតចឹងតាជាងជួសជុលម៉ូតូម្នាក់ឈ្មោះយ៉ាវសុកជាដែលបានឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនៅពេលនោះបានរៀបរាប់ឲ្យដឹងក្រោយពេលកើតហេតុការណ៍ថានៅម៉ោងប្រមាណជា8យប់មនុស្ស2នាក់ស្រវឹងស្រាបានជិះម៉ូតូដួលនៅជិតកន្លែងជួសជុលម៉ូតូរបស់លោកបន្ទាប់មកពួកគេក៏បានក្រោកឡើងហើយជិះបុកគូតរថយន្តនៅខាងមុខទៀតលោកសុកជាថាក្រោយមកលោកក៏បានទៅជួយលើកម៉ូតូប្រគល់សោឲ្យពួកគេហើយប្រាប់ថាឲ្យទៅផ្ទះវិញទៅប៉ុន្តែពួកគេមិនព្រមទៅហើយនៅទូរស័ព្ទហៅគ្នាក្រោយមកគ្នាពួកគេបានមកហើយបានចតម៉ូតូប្រងព្រាតនៅកន្លែងមុខច្រកចូលផ្លូវអ្នកស្រុកដែលនៅខាងក្នុងមានក្មេងមួយម្នាក់នៅក្រោយនេះវាមកវារកផ្លូវចូលតែអត់ឃើញចូលផ្លូវហ្នឹងណាដល់ពេលវាថាម៉ូតូបណ្ណាគេដាក់ជាងងាពេញផ្លូវពួកវាហ្នឹងក៏វាយអាមួយហ្នឹងអាឪវានោះអាកូនហ្នឹងទៅរត់ទៅប្រាប់ឪវាក៏ចេញមកខាត់ដើម្បីកុំឲ្យឆ្លោះគ្នាដល់ហើយឃើញកូនគាត់របួសធ្ងន់អញ្ចឹងគាត់ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍កាត់យ៉ាងឯលើយើងនេះហើយដល់ពេលហើយគាត់ហ្នឹងក៏ត្រូវគេវាយដែរដល់ពួកយួននឹងវាយគាត់មកឈរឈាមមាត់នៅកន្លែងខ្ញុំនេះតែពងប៉ះកង់ហ្នឹងហើយមនុស្សល្អបំផុតអត់ដែររឿងបណ្ណាទាំងអស់តែមូលហេតុđấyបានជាប៉ូលីសប៉ុស្តិ៍ដែលគាត់ទៅដាក់ពាក្យបណ្ដឹងហើយហេតុអីទៅចាប់គាត់វិញករណីនោះវាពីរវាមិនមែនតែមួយទេប្រពន្ធសាសពលោកត្រឹងវ៉ាងជាងអ្នកស្រីម៉ែនស៊ីណាតបាននិយាយថាអ្នកស្រីមានក្តីរន្ធត់យ៉ាងខ្លាំងនៅពេលទទួលបានដំណឹងដឹងថាប្តីអ្នកស្រីត្រូវបានគេព្រួតវាយសម្លាប់អ្នកស្រីថាប្រសិនបើគ្មានមនុស្សបោះពាក្យថាយួនវាយខ្មែរទេនោះម្លេះប្តីអ្នកស្រីមិនបានបាត់បង់ជីវិតឡើយសោកស្ដាយបើសិនជាខ្ញុំគ្មានកូនគ្មានចៅអានឹងខ្ញុំអាចទីពឹងបានថាខ្ញុំនឹងអាចរកការងារអញ្ចឹងជំនួសខ្លួនឯងបានហើយចុះបើខ្ញុំផ្ទៃពោះខ្ញុំចិត្តឆ្លងទលេហើយខ្ញុំបានលុយបានកាក់ណាខ្ញុំពោះធំអញ្ចឹងទៅរកការងារណាដែលបានធ្វើហើយនាំតែខ្ញុំឆ្លងទលេខ្ញុំរឹងដៃរឹងជើងវាយូរខ្ញុំទាមទារយុត្តិធម៌មកឲ្យប្តីខ្ញុំវិញព្រោះប្តីខ្ញុំមនុស្សគាត់មិនបានទៅប៉ះពាល់អ្នកណាម្នាក់ទេគាត់មកនៃរស់ស៊ីដើម្បីរកតែសក់ហើយរកលុយនឹងរកលុយដើម្បីយកឲ្យខ្ញុំឆ្លងទលេមិនបានប៉ះពាល់អ្នកណាហើយក៏មិនបានតែអ្នកណាស្រាប់តែលឺថាគេវាយស្លាប់ទៅមកមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រនៅថ្ងៃទី19កុម្ភៈបានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថាលោកនៅមិនទាន់បានទទួលរបាយការណ៍លម្អិតទាក់ទងនឹងហេតុការណ៍នេះឡើយទាក់ទិននឹងករណីវាយសម្លាប់នេះអនុប្រធានស៊ើបអង្កេតសិទ្ធិមនុស្សរបស់សមាគមអាត60លោកច័ន្ទសុវេតបានមានប្រសាសន៍ថាក្រុមការងាររបស់លោកក៏ចុះទៅពិនិត្យមើលអំពីករណីនេះដែរលោកថាការសម្លាប់មនុស្សដោយវងមនុស្សនេះវាគឺជាកាតព្វកិច្ចរបស់អាជ្ញាធររដ្ឋាភិបាលដែលត្រូវបើកការស៊ើបអង្កេតបើសិនជាយើងពិនិត្យទៅលើគោលការណ៍ច្បាប់ជាធរមានមិនចំពោះពលរដ្ឋខ្មែរទេជនជាតិណាក៏ដោយព្រោះតែខ្មែរយើងមានជនជាតិយួនមានជនជាតិចិនហើយពួកគេកំពុងតែរស់នៅប្រកបរបររកស៊ីនៅក្នុងប្រទេសអញ្ចឹងបើសិនជារស់នៅក្នុងប្រទេសគេត្រូវតែគោរពនៅច្បាប់ប្រទេសអញ្ចឹងបើសិនជាពួកគេទទួលរងនៅអំពើប្រព្រឹត្តកម្មណាមួយពាក់ព័ន្ធដល់រូបរាងកាយឬក៏អាយុជីវិតអាហ្នឹងគឺត្រូវតែយកច្បាប់ប្រទេសយើងត្រូវតែធ្វើការស៊ើបអង្កេតស្រាវជ្រាវប៉ុន្តែការកើតមានបណ្ដាលឲ្យមានជីវិតរស់ស្លាប់អញ្ចឹងវាបណ្ដាលមកពីមូលហេតុអីទៅប្រកបយើងមិនអាចឲ្យមានអធិភាពទៅលើបញ្ហាការរឹតបន្តឹងចិត្តសាស្ត្រទេក្រោយពីមានហេតុការណ៍ព្រួតវាយគ្នាសម្លាប់នេះកើតឡើងស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេតចំពោះករណីនេះ
ព្រមទាំងស្នើឲ្យមានវិធានការជាក់ស្ដែងដើម្បីទប់ស្កាត់កុំឲ្យបញ្ហានេះកើតឡើងនៅថ្ងៃខាងមុខប្រពន្ធសពលោកត្រឹងវាងជាងអ្នកស្រីម៉ែនស៊ីណាតស្នើឲ្យអាជ្ញាធរចាប់ជនដៃដល់ដែលសម្លាប់ប្តីអ្នកស្រីយកមកផ្ដន្ទាទោសនិងត្រូវផ្ដល់សំណងសងគ្រួសារអ្នកស្រីថាអត់ពីប្តីទៅអ្នកស្រីនឹងប្រឈមការលំបាកជាច្រើនហើយអ្នកស្រីសម្រេចចិត្តថានឹងត្រឡប់ទៅស្រុកកំណើតនៅខេត្តស្វាយរៀងវិញដើម្បីសម្រាលកូនហើយក៏ប្រហែលជារស់នៅឯខេត្តស្វាយរៀងតែម្ដងខ្ញុំយាងសុជាមេតាវិទ្យុអាស៊ីសេរីភ្នំពេញ